ចិត្តច្រណែនកើតមកអំពីអារម្មណ៍ទន់ជ្រាយនៅពេលដែលចាញ់ប្រៀបនរណាម្នាក់ដែលមានលក្ខណៈសម្បត្តិណាមួយឬស្នាដៃអ្វីមួយដែលមានលក្ខណៈល្អប្រសើរជាងនេះគឺជាលក្ខណៈនិងលក្ខខណ្ឌធម្មជាតិដែលថាកម្លាំងណាខ្សោយជាងតិចជាងអន់ជាងតែងតែរងការជាឥទ្ធិពលពីកម្លាំងដែលមានលក្ខណៈខ្លាំងជាងពោះជាងច្រើនជាងដូចជាមនុស្សអាក្រក់តែងតែច្រណែនមនុស្សស្អាតមនុស្សទាបតែងតែច្រណែនមនុស្សខ្ពស់មនុស្សល្ងង់តែងតែច្រណែនមនុស្សឆ្លាតអ្នកក្រតែងតែច្រណែនអ្នកមានអ្នកដែលទទួលបានការស្រឡាញ់តិចតែងតែច្រណែនអ្នកដែលបានទទួលការស្រឡាញ់ច្រើននៅពេលដែលនរណាម្នាក់មានចិត្តច្រណែននឹងអ្នកមានន័យថាពួកគេបានធ្វើការប្រៀបធៀបរួចហើយថាពួកគេមានចំណុចខ្សោយចំណុចអន់ឬចំណុចខ្វះខាតច្រើនជាងអ្នកផ្ទុយទៅវិញអ្នកក៏ដូចគ្នាដែរនៅពេលដែលអ្នកច្រណែននឹងនរណាម្នាក់នោះមានន័យថាអ្នកបានប្រៀបធៀបរួចហើយថាគេមានចំណុចណាមួយល្អប្រសើរជាងរូបអ្នកមនុស្សទាំងអស់សុទ្ធតែមានចិត្តច្រណែននៅពេលដែលប្រៀបធៀបឃើញថានរណាម្នាក់មានលក្ខណៈឬក៏ភាពល្អប្រសើរជាងខ្លួនសម្រាប់មនុស្សដែលមានចិត្តគំនិតវិជ្ជមាននៅពេលដែលគេច្រណែននឹងនរណាម្នាក់គេតែងតែទទួលស្គាល់ថារូបគេមានលក្ខណៈអន់ជាងដោយសន្តិវិធីហើយខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍសមត្ថភាពឬក៏លក្ខណៈខ្សោយនោះឲ្យល្អប្រសើរជាងគេប្រកបដោយភាពថ្លៃថ្នូរចំណែកឯមនុស្សដែលមានចិត្តគំនិតអវិជ្ជមានវិញគេមិនព្រមទទួលស្គាល់ថាខ្លួនអន់ជាងអ្នកដទៃដោយសន្តិវិធីនោះទេផ្ទុយទៅវិញគេតែងតែរកលេសដោះសារឬក៏ហេតុផលផ្សេងៗមកការពារនៅលក្ខណៈអន់របស់គេមិនព្រមខិតខំប្រឹងប្រែងកសាងសមត្ថភាពឬក៏បុគ្គលិកលក្ខណៈរបស់ខ្លួនឲ្យល្អប្រសើរនោះទេផ្ទុយទៅវិញគេខិតខំរកវិធីបំផ្លាញអ្នកដទៃតាមគ្រប់រូបភាពដែលអាចធ្វើទៅបានមនុស្សដែលមានចិត្តគំនិតវិជ្ជមាននឹងសរសើរមនុស្សដែលប្រសើរជាងខ្លួនហើយខិតខំអភិវឌ្ឍខ្លួនឲ្យល្អប្រសើរជាងគេដែរចំណែកឯមនុស្សដែលមានចិត្តគំនិតអវិជ្ជមាននឹងស្វែងរកចំណុចអាក្រក់របស់មនុស្សដែលប្រសើរជាងខ្លួនហើយនិយាយរិះគន់គេដើម្បីបញ្ឆោតខ្លួនឯងកុំឲ្យអាក់អន់ស្រពន់ចិត្តនិងដើម្បីបង្អាក់អ្នកផងទាំងឡាយកុំឲ្យសរសើរមនុស្សដែលមានលក្ខណៈល្អប្រសើរនោះខ្លាំងពេកវាគ្មានប្រយោជន៍អ្វីទេក្នុងការដែលយើងរិះគន់បន្តបង្អាប់បុគ្គលល្អម្នាក់ព្រោះថាការពិតនៅតែជាការពិតភាពល្អប្រសើរនៃបុគ្គលម្នាក់តែងតែអណ្ដែតឡើងជានិច្ចដូចជាពេញប៉ោងដែលអណ្ដែតឡើងលើអាកាសវាមិនអាចបិទបាំងភ្នែកអ្នកផងទាំងឡាយមិនឲ្យមើលឃើញនោះទេជាធម្មតាទេទោះបីមនុស្សមានលក្ខណៈសម្បត្តិឬគុណសម្បត្តិល្អប្រសើរយ៉ាងណាក៏ដោយក៏នៅតែមានចំណុចអាក្រក់លាយឡំគ្នាដែរព្រោះថាគ្មាននរណាល្អឥតខ្ចោះនោះទេគ្រាន់តែថាពួកគេមានចំណុចអាក្រក់តិចជាងចំណុចល្អប៉ុន្តែសម្រាប់មនុស្សដែលច្រណែនមានចិត្តគំនិតអវិជ្ជមានគេរឹតតែទៅជន់ពន្លិចចំណុចល្អនិងរកចំណុចអាក្រក់ឲ្យងើបឡើងបង្ហាញឲ្យអ្នកដទៃបានឃើញក្នុងចេតនាមិនចង់ឲ្យមនុស្សល្អលេចធ្លោឡើងនោះទេតាមការពិតទៅការច្រណែនគឺជាកម្លាំងជំរុញដ៏ល្អសម្រាប់មនុស្សដែលមានចិត្តគំនិតវិជ្ជមានអភិវឌ្ឍខ្លួនឲ្យបានរីកចម្រើនជាងមុនប៉ុន្តែការច្រណែនក៏អាចធ្វើឲ្យមនុស្សដែលមានចិត្តគំនិតអវិជ្ជមានបាក់ទឹកចិត្តនិងអន់ចិត្តមិនអាចរីកចម្រើននិងលូតលាស់ទៅមុខបាននោះទេមនុស្សទាំងអស់សុទ្ធតែធ្លាប់រិះគន់អ្នកដទៃសម្រាប់មនុស្សដែលមានចិត្តគំនិតអវិជ្ជមានតែងតែរិះគន់អ្នកដទៃក្នុងផ្លូវអវិជ្ជមានក្នុងគោលបំណងបំផ្លិចបំផ្លាញគេចំណែកឯមនុស្សដែលមានចិត្តគំនិតវិជ្ជមានតែងតែរិះគន់អ្នកដទៃក្នុងផ្លូវវិជ្ជមានក្នុងគោលបំណងកែលម្អនិងស្ថាបនាអ្នកដទៃឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងមុនថែមទៀតការរិះគន់អ្នកដទៃគ្មានប្រយោជន៍អ្វីដល់ការរីកចម្រើនខ្លួនឯងនោះទេបានត្រឹមតែបំផ្លាញខ្លួនឯងនិងអ្នកដទៃប៉ុណ្ណោះមានតែការមើលនិងការនិយាយអំពីអ្នកដទៃក្នុងផ្លូវល្អទេទើបធ្វើឲ្យខ្លួនឯងនិងអ្នកដទៃមានភាពល្អប្រសើរឡើងទាំងអស់គ្នាចូលធ្វើជាមនុស្សដែលអ្នកដទៃច្រណែនតែមិនត្រូវធ្វើជាមនុស្សដែលច្រណែនអ្នកដទៃនោះឡើយ